ដុល្លារហើយនឹងមាសថាតើវាខុសគ្នាបែបណាតោះយើងមកជជែកvớiគ្នាទាំងអស់គ្នាណាបងប្អូនបច្ចុប្បន្នឥឡូវនេះគឺថាមានប្រតិកម្មច្រើនពីរឿងដូចថាប្រាក់ដុល្លារហើយនឹងមាសនិយាយចំទៅបើសិនជាភាសាទូទៅវិញគេហៅថាពេលដែលលុយដុល្លារចុះថោកណាមាសឡើងថ្លៃបងប្អូនជាភាសាដែលយើងជាទម្លាប់ដែលយើងចាំថាឲ្យតែមាសឡើងថ្លៃគឺដុល្លារចុះថោកហ្នឹងហើយហើយឥឡូវនេះខ្ញុំមកបញ្យល់បង្ហាញថាតើដុល្លារហើយនឹងមាសនឹងខុសគ្នាអ្វីខ្លះចាចំពោះដុល្លារប្រាក់ដុល្លារគឺជាដូចថាបងប្អូននឹងស្រាប់ហើយគឺ currency គឺជាกระดาษប្រាក់ហ្នឹងហើយកระดาษប្រាក់ហ្នឹងគឺយើងអាច print បានគ្រប់ពេលវេលាបើសិនជារដ្ឋាភិបាលសហរដ្ឋអាមេរិកត្រូវការដូចថាប្រាក់ជំនួយឬមួយក៏ត្រូវការអ្វីដែលគេយកមកប្រើប្រាស់ហើយបើសិនជាដូចថារដ្ឋាភិបាលគេបោះឆ្នោតថាគេនឹងអាចគេហៅថា print លុយចេញហ្នឹងគឺគេ print ដែរបងប្អូនហ្នឹងហើយនេះគឺជាប្រាក់ដុល្លារហ្នឹងហើយមួយវិញទៀតប្រាក់ដុល្លារដឹងស្រាប់ហើយយើងទៅណាមកណាអីយើងប្រើប្រាស់ប្រចាំទូទៅឧទាហរណ៍យើងទៅ store យើងទិញអីវ៉ាន់អីក៏ដោយគឺយើងប្រើប្រាស់ប្រាក់ក្នុងការដែលយើងទិញហ្នឹងហើយមាសយើងអាចយកមាសមកប្រើប្រាស់បានទេមែនទេមកនិយាយទៅបើសិនជាយើងទុកប្រាក់ដុល្លារច្រើនទៅអនាគតដូចថាគេហៅថា down the road ណាប្រាក់ដុល្លារនឹងមានតម្លៃគេហៅថាចុះមិនមែនថាចុះខ្លាំងប៉ុន្តែគឺថាវាមានតម្លៃចុះហើយដល់ពេលបានជាគេនិយាយថាតម្លៃចុះគេហៅថា inflation ខ្ញុំឧទាហរណ៍ inflation គឺណាតិផរណាឧទាហរណ៍ដូចថាតែយើងទុកលុយទិញឡានបងប្អូនពី5ឆ្នាំ10ឆ្នាំមុនណាតម្លៃឡានផែខ្ទង់2-30000ដុល្លារ40000ដុល្លារអីហីថា50000ចុះអាឡានថ្មីហ្នឹងហើយក៏ប៉ុន្តែបច្ចុប្បន្នឥឡូវនេះបើឡានថ្មីឡានដូចថាយើងរៀងដូចថាលេងម៉ូដអាឡានថ្លៃដូចជាលេខសារដូចអីនេះវាឡើងទៅដល់80000 90000អីចឹងណាបងប្អូនណាហើយសូម្បីToyota អីក៏ដោយ Highlander អីហ្នឹងបើសិនជាបងប្អូនទិញថ្មីវាអាចទៅតាមស៊េរីវាដូចថាវាតាម model តាមអីវាហ្នឹងខ្ទង់ប្រហែលជា6-70000ដែរបើយើងប្រៀបធៀបទៅអតីតកាលគឺថាតម្លៃហ្នឹងវាមិនសូវជាថ្លៃប្រហែលទេអញ្ចឹងហើយបានថាបើសិនជាយើងទុកលុយទុកលុយយើងទុកយូរទៅលុយហ្នឹងយើងធ្លាក់គេហៅថាធ្លាក់តម្លៃទៅអញ្ចឹងហើយប្រាក់ដុល្លារគឺថាវាអត់មានប្រង្វាស់កាលដូចថាអត់មានកំណត់ថាអូត្រូវមានទុកចំនួនប៉ុណ្ណេះគឺទៅគេត្រូវការគឺគេ print ចេញមកចឹងមកអញ្ចឹងវាជាភាពខុសគ្នាពីមាសហ្នឹងហើយឥឡូវយើងមកនិយាយព្រឹងមាសវិញមាសគឺគេហៅថាជា asset មួយបើសិនជាគេដូចថាអ្នកមួយចំនួនដែលគេសល់លុយគឺភាគច្រើនហើយគឺដឹងតែចឹងឯងទាំងនៅសហរដ្ឋអាមេរិកទាំងនៅស្រុកខ្មែរក៏ដោយសូមបងប្អូនជាពិសេសបងប្អូននៅស្រុកខ្មែរហើយជាពិសេសដូចថាដែលយើងមានឪពុកម្ដាយចាស់ហ្នឹងគឺគាត់តែងតែថាបើសិនជាលុយយើងសល់ច្រើនយើងទិញមាសទុកហើយហើយដល់បានជាអញ្ចឹងពីព្រោះថាបើសិនជាយើងទិញមាសគឺជាគេហៅថា asset មួយដែលយើងដូចថាកាន់បានដែលយើងទុកបាន and then យើងអាចដូចថាទុកនឹងខ្លួនយើងទៅប៉ុន្តែដល់ពេលប្រើរយៈពេលយូរគឺមាសហ្នឹងវាឡើងតម្លៃថាជា asset មួយដែលយើងទុកនឹងខ្លួន and then វាមានប្រាក់ចំណេញទៅអនាគតចឹងទៅមាសគឺយើងរកបានគេហៅថាពី mineral យើងដូចថាស្រែយើងទៅចម្រាញ់ទៅរកទៅចម្រាញ់វាមិនបានហ្នឹងហើយក៏ប៉ុន្តែបាននឹងក៏ដោយក៏យើងមានការកំណត់ដែរវាដូចថាមិនមែនមានច្រើនដូចដុល្លារយើងត្រូវការយើង print មកគ្រាន់តែជាកណ្ដាស់ហ្នឹងហើយមាសអត់ទេមាសហ្នឹងគឺជាគេហៅថា asset មួយដែលយើងទុកទៅហើយវាឡើងតម្លៃមួយវិញទៀតគឺថាមាសគឺវាមានការកំណត់ផងគេមិនមែនដូចថាយើងចេះតែមានលុយទៅទិញគេហៅថា supply and demand បើសិនជាមានអ្នកទិញច្រើនគឺមាសត្រូវឡើងថ្លៃពីព្រោះមាសមិនមែនជាដូចថារបស់ទូទៅដូចជាប្រាក់ដុល្លារដែលយើងត្រូវការយើង print ទេអញ្ចឹងវាមានការកំណត់ផងវាតែមាសមិនអាចគេហៅថា trade daily បានទេគឺឧទាហរណ៍ដូចថាបើសិនជាយើងត្រូវការទិញអីមួយយើងមិនអាចយកមាសទៅទិញគេអញ្ចឹងយើងត្រូវយកមាសទៅដូរយកលុយហើយបានយកលុយទៅទិញនឹងហើយគឺជាតួនាទីរបស់ដូចថាមាសហើយនឹងដុល្លារហើយនឹងភាពខុសគ្នារវាងគ្នាទៅវិញទៅមកថាពេលណាយើងដូចថាទុកលុយហើយពេលណាទៀតយើងដូចថាគួរទិញមាសបងប្អូនខ្ញុំឧទាហរណ៍ស្រួលណាបងប្អូនណាគឺលុយដុល្លារគឺសម្រាប់ដូចថាយើងចាយវាទូទៅណាមាសគឺថាបើសិនជាយើងសល់លុយយើងទិញទុកទៅបងប្អូនទិញទុកមិនខុសទេហ្នឹងហើយបើសិនឧទាហរណ៍ដូចថាឥឡូវបងប្អូនចង់សន្សំដូចថាជាគេហៅថា hard asset ទៅអនាគតអូខេដល់ឧទាហរណ៍បងប្អូនមានលុយបងប្អូនចង់ទៅទិញផ្ទះចាមាសក៏ដូចគ្នាដែរមាសគ្រាន់តែផ្ទះយើងមានកន្លែងចម្រោកនៅខ្លួនយើងមាសគឺថាយើងអាចយកប្រើកាយច្នៃជាគ្រឿងអលង្ការឬមួយក៏យើងទុកជាមាសដុំអីចឹងទៅតាមការចូលចិត្តរបស់បុគ្គលនីមួយហ្នឹងហើយអញ្ចឹងបានន័យថារឿងលុយក៏យើងត្រូវតែមានរឿងដូចថា asset ទៅអនាគតគឺថាទ្រព្យដែលយើងទុកទៅអនាគតហ្នឹងក៏យើងគួរតែមានដែរក៏ប៉ុន្តែយើងមានទៅតាមសមត្ថភាពយើងដែរបើសិនជាយើងយកលុយទៅទិញមាសទាំងអស់ហ្នឹងហើយដល់ពេលយើងត្រូវការចាយវាប្រចាំថ្ងៃយើងមានបើយើងអត់លុយយើងមិននឹងអាចដូចថាចាយវាប្រចាំថ្ងៃបានមែនទេបងប្អូនចានេះហើយដែលជាភាពខុសគ្នាក៏ប៉ុន្តែនៅពេលដែលយើងមានលុយច្រើនណាហើយយើងទុកលុយទាំងអស់ពេកដូចខ្ញុំថាអញ្ចឹងគឺវានឹងប៉ះទង្គិចគេហៅថា inflation សរុបសេចក្តីមកយើងគួរដឹងហើយថាយើងមាន reserve ប្រមាណសម្រាប់ថវិកាលុយសុទ្ធយើងនឹងហើយយើងចំណាយប្រមាណយើង
ចំណូលប្រមាណហើយថវិកាប្រមាណយើងគួរទុកហើយសល់ប្រមាណបងប្អូនអាចគេហៅថាចូល into invest នោះបងប្អូនអាចជាទិញមាសទិញប្រាក់ទិញ stock ទិញអីទៅតាមនេះទៅតាមការដែលបងប្អូនជួយចិត្តនិងការដែលបងប្អូនស្រឡាញ់ចាក៏ប៉ុន្តែវីដេអូនេះខ្ញុំគាត់តែចង់សង្កត់ធ្ងន់ពីរឿងដូចថាដុល្លារហើយនឹងមាសនឹងថ្ងៃហើយនឹងភាពខុសគ្នារវាងដូចថាពេលណាយើងគួរមានដុល្លារពេលណានឹងមាសថាអញ្ចឹងគឺថាបងប្អូនទុក reserve សម្រាប់ចាយវាប្រចាំថ្ងៃប្រើលុយហ្នឹងហើយសល់លុយប្រហែលសល់មកបងប្អូនយកទៅ invest ទៅហើយចំពោះវីដេអូនេះខ្ញុំសង្កត់ធ្ងន់ទៅលើមាសចាំខ្ញុំចែករំលែកពីវីដេអូក្រោយៗទៀតអំពីគេហៅថា real estate ផ្ទះដែលយើងចង់ invest ទៅលើផ្ទះហ្នឹងហើយយើងចង់ invest ទៅលើ Bitcoin បងប្អូន Bitcoin ឥឡូវនេះធ្លាក់ល្អតម្លៃល្អដែលបងប្អូនគួរតែដូចថាបើបងប្អូនអាចទិញបានណាបងប្អូនគួរតែទិញបងប្អូនគួរតែមើលឲ្យបងប្អូនគួរទិញបងប្អូនអាទិត្យមុនខ្ញុំទិញចូល Bitcoin ច្រើនហើយខ្ញុំនឹងធ្វើវីដេអូចែករំលែកបន្តទៀតចំពោះវីដេអូនេះខ្ញុំសូមលើកមកពីរឿងថាដល់ប្រាក់ដុល្លារហើយនឹងមាសចែករំលែកបងប្អូនចាបងប្អូនជួយ comment ម្នាក់មួយក្នុងការគិតរបស់បងប្អូនចាក្នុងការដែលបងប្អូនដូចថាអាចធ្វើយ៉ាងណាក្នុងការដែលបងប្អូនអាច invest ទៅអនាគតមួយវិញទៀតជួយ share ទាំងអស់គ្នាដើម្បីដូចថាចែករំលែកដើម្បីដូចថាចែករំលែក community របស់យើងពីព្រោះខ្ញុំមានបំណងចង់ដូចថាបង្កើនភាពទូលំទូលាយនឹងហើយជាពិសេសផ្នែកខាងហិរញ្ញវត្ថុតែម្ដងបងប្អូនអញ្ចឹងជួយដូចថា comment like ហើយចែករំលែកទាំងអស់គ្នាដើម្បី community យើងអរគុណច្រើនហើយនឹងចាំជួបគ្នាវីដេអូក្រោយទៀតណាបងប្អូនចាស់បាយបាយ